អត់ធ្មត់រូបកាច់អីមនុស្សអត់ធ្មត់គឺជាមនុស្សដែលគ្មានជំរើសយើងតែងតែដឹងហើយតាំងពីយើងកើតមករហូតដល់យើងរៀនរហូតដល់យើងចូលធ្វើការរហូតដល់យើងចាស់អីចឹងទៅគេតែងតែបរៀនយើងឲ្យចេះខំមាត់សង្កត់ចិត្តអត់ធ្មត់ដើម្បីគេដើម្បីឲ្យយើងវាមានភាពរឹងមាំនៅក្នុងខ្លួនឯងដើម្បីឲ្យយើងវាមានភាពជាម្ចាស់ការលើខ្លួនឯងឲ្យយើងកុំឲ្យទន់ជ្រាយកុំឲ្យជួបបញ្ហាចេះតែទន់ជ្រាយកុំឲ្យចេះជួបបញ្ហាទៀតតែពឹងគេពឹងនោះឲ្យវិញទៅហ្នឹងហើយគេតែងតែបង្រៀនឲ្យយើងចេះអត់ធ្មត់ហ្នឹងហើយប៉ុន្តែយើងសាកផ្លេចមុំមួយផ្សេងទៀតនៃការអត់ធ្មត់មនុស្សដែលអត់ធ្មត់គឺជាមនុស្សដែលអត់មានជំរើសមានន័យថាម៉េចមានន័យថាបើសិនជានៅកន្លែងហ្នឹងវាអត់ល្អអញ្ចឹងហើយបើមានកន្លែងមួយទៀតដែលល្អជាងហ្នឹងគាត់ទៅធ្វើកន្លែងផ្សេងហ្នឹងគាត់ទៅកន្លែងផ្សេងហ្នឹងយល់ទេយល់ទេហេតុអីបានត្រូវត្រង់ជាមួយនឹងកន្លែងដែលអត់ល្អហ្នឹងឧទាហរណ៍ក្នុងការធ្វើការចុះនិយាយឲ្យយល់និយាយក្នុងការធ្វើការចុះហ្នឹងហើយកន្លែងការងារទី1កន្លែងការងារគាត់កំពុងធ្វើហ្នឹងមានការគៀបសង្កត់មានការជីកគ្ន់មានការអីចឹងទៅប៉ុន្តែគាត់ត្រូវបានបង្រៀនមកឲ្យចេះអត់ធ្មត់ហ្នឹងហើយគាត់ត្រូវអត់ធ្មត់គាត់ត្រូវគេត្រូវបានបង្រៀនមកឲ្យត្រូវតែអត់ធ្មត់អញ្ចឹងអត់ធ្មត់ប៉ុន្តែមុំមួយផ្សេងទៀតគឺការអត់ធ្មត់ហ្នឹងដោយសារតែគាត់អត់មានជំរើសមួយទៀតឧទាហរណ៍ថាបើសិនជាគាត់កំពុងធ្វើការហ្នឹងមានជំរើសមួយទៀតមានក្រុមហ៊ុនទៀតរើសហើយគាត់ប្រាក់ពាក្យធ្វើការគាត់ជាប់សុភាជាប់ទៅខ្ញុំសួរនេះទៅបើសិនណាក្រុមហ៊ុនដែលយើងកំពុងធ្វើការហ្នឹងវាមានការគៀបសង្កត់មានការអីចឹងទៅយើងអត់ធ្មត់អត់បានយើងនឹងទៅយល់តែយើងនឹងពឹងថាទៅកន្លែងថ្មីវាល្អជាងកន្លែងហ្នឹងយល់អញ្ចឹងហើយនៅពេលដែលមនុស្សយើងមានជំរើសមនុស្សយើងមិនទ្រាំទេមនុស្សនៅពេលដែលមានជំរើសគឺអត់ទ្រាំទេយល់ទេអញ្ចឹងហើយយើងគួរតែយល់អំពីកន្លែងហ្នឹងហើយក៏មិនមែនប្រាប់អ្នកគ្នាមិនឲ្យអត់ធ្មត់ទេប៉ុន្តែឲ្យអ្នកគ្នាយល់ពីពាក្យថាអត់ធ្មត់ហ្នឹងឲ្យពិតប្រាកដថាអត់ធ្មត់ហ្នឹងមានថាម៉េចហើយអត់ធ្មត់ចំពោះរឿងណាដែលអាចអត់ធ្មត់បាននៅទ្រាំទ្របាននៅអីបានឬក៏វាមិនលឹះលួសពេកនៅអីចឹងទៅអាហ្នឹងក៏អត់ធ្មត់ទៅដើម្បីឲ្យយើងវាខែជាមនុស្សដែលរឹងមាំផងដែរប៉ុន្តែបើសិនជានៅកន្លែងណាមួយវាដូចជាលឹះពេកអាហ្នឹងរកកន្លែងថ្មីទៅធ្វើកន្លែងថ្មីដែលគេឲ្យតម្លៃយើងច្រើនជាងហ្នឹងស្អីចឹងទៅហ្នឹងហើយប៉ុន្តែបើសិនជាអ្នកគ្នាអត់ជំរើសប្រើប្រាស់ការអត់ធ្មត់នឹងតទៅទៀតទៅអញ្ចឹងហើយបាទខ្ញុំនិយាយថាមនុស្សដែលអត់ធ្មត់គឺជាមនុស្សដែលគ្មានជំរើសព្រោះបើមានជំរើសដែលល្អជាងហ្នឹងគឺគេទៅហើយគេមិនមកអត់ធ្មត់នៅនឹងទៀតទេកុំឈួតពេកយល់អត់ធ្មត់រូបកាច់អី